ផលិតផលសៀមអស់ផ្លូវដើរហើយក្រុមហ៊ុនខ្មែរគឺ Hao and Healthcare ដែលជាក្រុមហ៊ុនផលិតសាប៊ូល្អបានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Hong Seng Long ជាក្រុមហ៊ុនលំដាប់កំពូលចែកចាយផលិតផលនៅក្នុងប្រទេសកម្ពុជារួមដៃគ្នាផ្ដួលផលិតផលសៀមរាប់សិបឆ្នាំហើយផលិតផលនាំចូលពីប្រទេសជិតខាងជាពិសេសនឹងគឺប្រទេសថៃនេះផ្ទាល់តែម្ដងក៏បានវាយលុកនឹងគ្រប់គ្រងចំណាយទីផ្សារនៅក្នុងស្រុកយើងប៉ុន្តែពេលនេះប្រវត្តិសាស្ត្រត្រូវតែផ្លាស់ប្ដូរហើយនេះគឺជាយុគសម័យដែលអាជីវកម្មក៏ដូចជាអ្នកចែកចាយនៅក្នុងស្រុកត្រូវតែរួមដៃគ្នាក្រោបឈរនិងវាយបកទៅវិញដើម្បីផ្ដួលរំលំផលិតផលរបស់ថៃជាស្ដែងកាលពីថ្ងៃទី18ខែសីហាឆ្នាំ2026នេះក្រុមហ៊ុនខ្មែរ Hao and Healthcare និងក្រុមហ៊ុន Hong Seng Long Trading បានរៀបចំពិធីចុះហត្ថលេខានៅលើអនុស្សរណៈយោគយល់គ្នានឹងកិច្ចព្រមព្រៀងចែកចាយផលិតផលសាប៊ូម៉ាក់ល្អដែលជាប្រភេទយីហោសាប៊ូដោះខ្លួននិងសាប៊ូបោកសម្លៀកបំពាក់មានគុណភាពល្អតម្លៃល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារខ្មែរតែម្ដងហើយក្រុមហ៊ុនមួយពូកែខាងផលិតក្រុមហ៊ុនមួយទៀតពូកែខាងចែកចាយបានចាប់ដៃគ្នាផ្ដួលរំលំឥទ្ធិពលផលិតផលសៀមនៅលើទឹកដីកម្ពុជាយើងហើយនេះគឺជាជំហានដ៏មានអត្ថន័យមួយសម្រាប់ការរួមគ្នាគ្រប់គ្រងនិងលើកស្ទួយផលិតផលខ្មែរដែលមានគុណភាពនិងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាដែលឡាយចំពោះការសហការនេះមិនត្រឹមតែជាការពង្រីកទីផ្សារផលិតផលសាប៊ូម៉ាល្អប៉ុណ្ណោះទេប៉ុន្តែជាការរួមចំណែកនៅក្នុងការជំរុញអាជីវកម្មនៅក្នុងស្រុកដើម្បីជំនួសផលិតផលនាំចូលនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិខ្មែរយើងផងដែរហើយនេះមិនត្រឹមតែជាការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មទេប៉ុន្តែវាគឺជាការបង្ហាញពីមោទនភាពជាតិនិងសក្តានុពលនៃកម្លាំងសាមគ្គីរបស់សហគ្រិនខ្មែរដោយកាលណាក្រុមហ៊ុន Hao and Healthcare ជាមួយនឹងក្រុមហ៊ុន Hong Seng Long Trading បានចាប់ដៃគ្នាគឺជាសញ្ញាដែលពមៀនទៅដល់ផលិតផលថៃថាទីផ្សារកម្ពុជាដល់ពេលនេះត្រូវគ្រប់គ្រងដោយផលិតផលកម្ពុជាហើយគួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមហ៊ុនខ្មែរ Hao and Healthcare គឺជាក្រុមហ៊ុនផលិតនៅក្នុងស្រុកគឺជាផលិតផលផលិតនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ជូននៅផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ប្រើប្រាស់នៅក្នុងក្រុមគ្រួសាររបស់លោកអ្នកជាប្រចាំថ្ងៃដែលបច្ចុប្បន្ននេះផលិតផលនៅខាងក្រោមក្រុមហ៊ុន Hao and Healthcare មានដូចជាសាប៊ូក្លិនស្អាតនិងល្អផងដែរដោយឡែកចំពោះក្រុមហ៊ុន Hong Seng Long Trading ដែលហៅកាត់ថា HSL គឺជាក្រុមហ៊ុនចែកចាយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលផ្ដោតទៅលើការលក់ការធ្វើទីផ្សារនិងការនាំចូលនាំចេញផលិតផលឧបភោគបរិភោគអាហារនិងភេសជ្ជៈក៏ដូចជាគ្រឿងប្រើប្រាស់ផ្សេងៗផងដែរអញ្ចឹងនៅពេលបច្ចុប្បន្ននេះក្រុមហ៊ុនខ្មែរក៏ដូចជាក្រុមហ៊ុនដែលកំពុងតែចែកចាយធំមួយនៅក្នុងប្រទេសកម្ពុជាបានចាប់ដៃគ្នាហើយអញ្ចឹងយើងជាប្រជាជនកម្ពុជាត្រូវតែរួមដៃគ្នាឲ្យខ្លាំងពហិការផលិតផលសៀមឲ្យមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើង